ជំរាបសួរញាតិមិត្តបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានឆ្លៀតឱកាសធ្វើនំល្ពៅនំកូរល្ពៅចែកបងប្អូនមើលណាប៉ុន្តែខ្ញុំអត់កូរលើភ្លើងយូរទេខ្ញុំយកមកចំហុយដើម្បីកុំឲ្យខាតពេលកូរយូរហើយទៅខាងលើខ្ញុំដាក់ជាតិប្រៃឡមខ្ទិះហ្នឹងណាខ្ញុំប្រើកំប៉ុងទូចទេខ្ញុំមិននឹកស្មានថានំនឹងឆ្ងាញ់ព្រោះខ្ញុំមិនដែរចូលចិត្តល្ពៅទេប៉ុន្តែនំមួយនេះគឺធ្វើឲ្យពេញចិត្តហ្មងចូលចិត្តហ្មងខ្ញុំអត់សូវចូលចិត្តល្ពៅទេនិយាយត្រង់កាលណាម៉ាក់ខ្ញុំធ្វើល្ពៅថាឆាល្ពៅម្ដងខ្ញុំមិនដែរញ៉ាំទេខ្ញុំស្អប់ល្ពៅណាប៉ុន្តែដូចថាធ្វើនំមួយនេះទៅដូចថាភ្ញាក់ព្រឺតដូចថារបស់ហ្នឹងវាឆ្ងាញ់ណាឆ្ងាញ់ខុសពីធម្មតាឥឡូវបងប្អូនតាមដានមើលរបៀបខ្ញុំធ្វើណាអត់ពិបាកទេស្រួលហើយឆ្ងាញ់ទៀតខ្ញុំប្រើល្ពៅ1គីឡូណាល្ពៅហ្នឹង1គីឡូចិត្តហើយស្អាតហើយណាអត់មានទាំងស្រកទាំងគ្រាប់ទេណាហើយខ្ញុំឈូសវាបើបងប្អូនចង់យកកបិតខាន់វាទូចក៏បានដែរចង់ឈូសក៏បានដែរចង់កិនក៏បានដែរធ្វើមិនក៏បានដែរនៅពេលដែលយើងធ្វើឲ្យនំហ្នឹងវាលាយសាច់មួយហើយល្ពៅហ្នឹងណាចង់ឈូសក៏បានដែរខ្ញុំទិញម៉ាស៊ីនឈូសមកដែរប៉ុន្តែខ្ញុំខ្ជិលចាំលើកក្រោយខ្ញុំធ្វើម្ដងទៀតខ្ញុំនឹងចែកបងប្អូនមើលម្ដងទៀតអាហ្នឹងខ្ញុំឈូសអាម៉ាស៊ីនត្រាវខ្ញុំធ្វើពីត្រាវធ្វើពីផ្លែអីផ្សេងអញ្ចឹងណាយើងឈូសវាឲ្យខ្ទេចទៅនេះឈូសអញ្ចឹងបើដាក់ម៉ាស៊ីនទៅមួយផ្លែតទៅហើយយើងឈូសរៀងយូរបន្តិចដល់ពេលឈូសហើយយើងដាក់វាចូលក្នុងឆ្នាំងហើយទៅយើងចាប់ផ្ដើមលាយគ្រឿងនៅក្នុងនឹងបរោយយើងដាក់ឆ្នាំងថ្លឹងលើម៉ាស៊ីនលើជីងហ្មងទៅណាអំបិលខ្ញុំប្រើកន្លះស្ព្រាកាហ្វេគៀសណាកន្លះស្ព្រាអូខេកន្លះស្ព្រាកាហ្វេហ្នឹងវាប្រហែលជា4ទៅ5ក្រាមអំបិលណាស្ករខ្ញុំដាក់80ក្រាមណាបងប្អូនចង់ដាក់100ក៏បានដែរដាក់8វាផ្អែមល្មមណាហ្នឹងហើយខ្ញុំចូលចិត្តប៉ុណ្្នឹងតែធម្មតាគេចូលចិត្ត100ហើយម្សៅខ្សាយនេះម្សៅខ្សាយហ្នឹងខ្ញុំដាក់150ក្រាមណាបើគេធ្វើលក់គេធ្វើច្រើនតិចហើយបងប្អូនចង់ដាក់200ក្រាមក៏បានដែរបើចង់ឲ្យនំនឹងរឹងខ្ញុំចង់ឲ្យនំនឹងទន់អត់សូវមានខាបច្រើនអូខេអត់សូវមានម្សៅច្រើនខ្ញុំដាក់តែ150ក្រាមទេ15%នៃល្ពៅណាបើបងប្អូនចង់ដាក់200ក្រាមក៏បានតែត្រូវថែមទឹក200ក្រាមដែរណាទឹកខ្ទិះហ្នឹងណានេះយើងដាក់ទឹកដាំនៅពេលដែលយើងលាយគ្រឿងអស់ហ្នឹងហើយហ្នឹងឈូសក្រត់ហើយចាប់ផ្ដើមលាយគ្រឿងចូលក្នុងល្ពៅយើងដាក់ទឹកដាំណាដើម្បីទឹកពុះយើងអាចចំហុយបរោយនេះខ្ញុំប្រើកំប៉ុងនេះកំប៉ុងនេះកំប៉ុងធំឯណាដូងនេះណាពីព្រោះថ្ងៃមុនខ្ញុំធ្វើបាញ់ស្រុងខ្ញុំដួសបន្តិចយកមកធ្វើបាញ់ស្រុងញ៉ាំហើយវានៅសល់ប្រហែលជា400ក្រាមណាកំប៉ុងទូច400ក្រាមកំប៉ុងធំវា560វាច្រើនពេកណាប៉ុន្តែខ្ញុំនៅសល់ប្រហែលជា80%នេះឥឡូវខ្ញុំចាក់150ក្រាមណាបងប្អូនហ្នឹងហើយស្ករមិញខ្ញុំដាក់តែ80ទេដូងនេះខ្ញុំដាក់150ក្រាមណាខ្ទិះដូងហ្នឹងណាបងប្អូនចង់ដាក់ទឹកពាក់កណ្ដាលដូងពាក់កណ្ដាលក៏បានដែរហើយដូងកោសនេះបងខ្ញុំមានបន្តិចខ្ញុំដាក់ទៅបងប្អូនចង់ដាក់ក៏ដាក់មិនដាក់ក៏ហីទៅ50ក្រាមអូខេបើចង់បានច្រើនជាងហ្នឹងដាក់100ក្រាមក៏អត់អីដែរណាហ្នឹងហើយកូរឲ្យសព្វទាំងម្សៅទាំងដូងទាំងស្ករទាំងអំបិលទាំងខ្ទិះអីហ្នឹងគឺកូរឲ្យទាំងអស់ហ្នឹងចូលគ្នាដល់ពេលលែងឃើញម្សៅហើយយើងយកវាទៅកូរលើភ្លើងអូខេហ្នឹងហើយច្បល់វាតតែយើងដូចថាអាលាយសាច់មួយដូចថាម្សៅហើយនឹងដូងហើយនឹងម្សៅដូងហើយល្ពៅហ្នឹងវាលែងឃើញម្សៅដុំណាហ្នឹងហើយយើងចាំយកវាទៅកូរលើភ្លើងណានេះកូរវាឲ្យយកពីក្រោមមកលើពីលើមកក្រោមយ៉ាងទៅខ្ញុំញ៉ាំទៅដូចថាមិនជឿខ្លួនឯងថាអានឹងឆ្ងាញ់ព្រោះខ្ញុំអត់ដែរចូលចិត្តល្ពៅហ្នឹងហើយដល់ពេលធ្វើឲ្យញ៉ាំចង់ធ្វើទៀតពីព្រោះយើងធ្វើត្រូវរសជាតិនោះខ្ទិះហើយនឹងល្ពៅហ្នឹងផ្អែមល្មមអញ្ចឹងទៅដាក់ទៅប៉ាំងអញ្ចឹងហ្មងហើយចូលចិត្ត
ហ្នឹងហើយនេះកូរមកយើងយកមកដាក់លើភ្លើងបើកភ្លើងឲ្យក្តៅខ្លាំងណាលេខ9លេខ10ទៅបើមានលេខ10ដាក់លេខ9លេខ10ហ្នឹងទៅចន្លោះហ្នឹងណាយើងកូរតលតែយើងលែងឃើញទឹកហ្នឹងបើយើងចំហុយទៅអញ្ចឹងអាទឹកដោយទឹកល្ពៅដោយល្ពៅនំហ្នឹងអត់ស្មើគ្នាទេកន្លែងណាមានទឹកកន្លែងណាមានល្ពៅពីព្រោះវារងយើងអត់ចំហុយទៅអញ្ចឹងទេណាហ្នឹងហើយបើគេខ្ជិលចំហុយទៅប៉ុន្តែដល់ពេលដួសមកទឹកនៅកន្លែងខ្លះទៅទឹកច្រើនកន្លែងខ្លះទៅល្ពៅច្រើនអញ្ចឹងទៅប៉ុន្តែខ្ញុំអត់ចង់ឲ្យល្ពៅដោយល្ពៅទឹកដោយទឹកខ្ញុំកូរវាឲ្យវាគោកសិនណាកូរវាប្រហែលជាខ្ទង់5ទៅ6នាទីឯងយ៉ាងយូរណាបើកភ្លើងលេខ9ទៅណាបើថាភ្លើងមានលេខ10បើកលេខ9អូខេហ្នឹងហើយចេះកូរវាទៅបន្តិចទៀតវាស្ងួតហើយកុំដើរចោលវាណាខ្លាចខ្លោចណាហ្នឹងហើយព្រោះយើងបើកភ្លើងខ្លាំងដើម្បីឲ្យវាឆាប់គោកយើងកូរ5ទៅ6នាទីយ៉ាងយូរណានៅលើភ្លើងហ្នឹងនេះចេះកូរវាអញ្ចឹងទៅនាទីវាស្ងួតហើយណាហ្នឹងហើយខ្ញុំដាក់ស្ករហ្នឹងល្មមមករសជាតិខ្ញុំអត់ចង់ឲ្យផ្អែមពីព្រោះបើខ្ញុំធ្វើជាត្រាវវិញខ្ញុំដាក់ស្ករច្រើនជាងហ្នឹងប៉ុន្តែល្ពៅវាមានជាតិផ្អែមហើយដំឡូងក៏បងប្អូនធ្វើបានដែរណាដំឡូងជ្វាហ្នឹងហើយប៉ុន្តែគ្រួសារខ្ញុំគាត់ចូលចិត្តល្ពៅខ្ញុំតែចូលចិត្តល្ពៅខ្ញុំស្អប់ល្ពៅចង់ងាប់ហើយប៉ុន្តែអាមួយនេះឆ្ងាញ់ឥឡូវចូលចិត្តល្ពៅនេះដល់ពេលញ៉ាំអាហ្នឹងហើយចូលចិត្តល្ពៅនេះឃើញទេកិច្ចបាតវាចង់គួរគេកាលណាបាតវាគោកណាគោវាទៀតទៅនេះកាលណាវាស្ងួតអញ្ចឹងហើយបងប្អូនអាចបិទភ្លើងបានហើយអូខេចង់បិទភ្លើងឥឡូវហ្នឹងក៏បានដែរប៉ុន្តែខ្ញុំកូរវាបន្តិចទៀតចោះណាហើយវាស្ងួតគ្រប់កន្លែងកុំទុកចោលទុកចោលតែកន្លះនាទីខ្លោចបាតឈាមណាកុំទុកចោលឲ្យសោះព្រោះអត់យូរទេតែ5នាទីទេដែលកូរហ្នឹងណាដល់ពេលយើងកូររួចរាល់មកយើងកូរអាហ្នឹងហើយទឹកយើងពុះហើយយើងអាចចំហុយបានហើយអូខេហ្នឹងហើយយើងអាចបិទភ្លើងបានហើយឥឡូវនេះវាស្ងួតហើយឃើញទេវាលែងឃើញទឹកដោយទឹកល្ពៅដោយល្ពៅអូខេវាស្មើគ្នាហ្នឹងហើយឥឡូវយើងយកវាមកចាក់ដាក់ក្នុងថាសខ្ញុំចំហុយថាសធំហ្នឹងខ្លះខ្ញុំចំហុយចានទូចខ្លះឲ្យបងប្អូនមើល2យ៉ាងណាហ្នឹងហើយយើងដួសវាមកច្បល់ដួសវាមកហើយទៅកាយវាឲ្យស្មើណាអាថាសធំហ្នឹងខ្ញុំចំហុយកន្លះម៉ោង30នាទីដាក់អាឡាមណាមិនបាច់លើសហ្នឹងទេហើយហ្នឹងអាល្ពៅហ្នឹងឥឡូវនេះវាទៅសាយទេនៅពេលដែលយើងចំហុយឆ្អិនណាវាឡើងឃើញទៅសាយហើយវាលាយសាច់មួយហើយអូខេយើងកាយវាចឹងទៅនេះកាយវាសកត់វាឲ្យវាណែនទៅក៏អត់អីដែរណាយើងចេះតែកាយវាទៅនេះចាននេះខ្ញុំទិញ Amazon បើបងប្អូនចង់បានចាំខ្ញុំដាក់ link នៅពីក្រោមណាទិញនៅណាអញ្ចឹងខ្ញុំមាន3សាយអានេះអាសាយធំមានអាសាយអានេះដូចជា6អោនហើយក៏8អោនណាអាហ្នឹងអាធំខ្ញុំមានអាកាដាលមានអាធំមានអាទូចមាន3យ៉ាងព្រោះខ្ញុំទិញអាហ្នឹងខ្ញុំទិញតែមួយសិតទេ2សិតផងហើយខ្ញុំទិញ2សិតណាមួយសិតវាលក់មានប្រហែលចាន10ចានអី8ចានអីចឹងណាអានេះប្រហែលមួយសិតទេបូអាមួយកដាលអាហ្នឹងខ្ញុំទិញឡើង4សិតព្រោះអាហ្នឹងខ្ញុំចូលចិត្តធ្វើអាកោខ្ទិះខ្ញុំត្រូវចាក់អានោះបូអាកោអត់ខ្ទិះទេខ្ញុំចាក់អាមួយទូចជានឹងទៀតអាហ្នឹងប្រហែលជា2អោនទៅ3អោននេះណាបូអាមួយទៀតប្រហែលជា4ទៅ5អោនវារៀងតប៉ែតណាហ្នឹងហើយយើងចាក់បាញ់បែវក៏បានដែរអាចារ្យហ្នឹងវា BPA free យើងចេះកាយវាចឹងនេះចានហ្នឹង silicone BPA free ចំហុយទៅវាអត់មានធ្វើឲ្យយើងកើតរោគអីណាឥឡូវយើងកាយស្មើហើយយើងដាក់វាចំហុយកន្លះម៉ោងណាបងប្អូនទឹកយើងក៏ពុះដែរនៅពេលដែលទឹកយើងពុះហើយហ្នឹងយើងយកក្របឆ្នាំងយើងមកនេះឃើញវាស្មើទេយើងកាយវាឲ្យស្មើឥឡូវហ្នឹងណាយើងរៀបចំដាក់ចំហុយទឹកយើងពុះចាំយើងចំហុយណាឥឡូវទឹកពុះហើយយើងជូតក្របឆ្នាំងយើងឲ្យស្ងួតមិនបាច់ទ្រាប់ទេបងប្អូនស្រក់ទឹកបន្តិចចូលក៏មិនអីដែរបាច់ទ្រាប់កដាតទេអូខេអង្គុងហើយទៅយើងចំហុយមួយទៀតវាអង្គុងទៅទឹកកណាត់ហ្នឹងទេមិនបាច់ទ្រាប់ទេអូខេហើយយើងទៅវាដាក់ចំហុយទៅយើងដាក់ចំហុយកន្លះម៉ោងណាហើយយើងដួសអាហ្នឹងដើម្បីយកឆ្នាំងហ្នឹងមកកូរខ្ទិះអូខេគូសដួសដាក់ចានប៉ុណ្ណឹងកុំឲ្យពេញពេកព្រោះយើងទុកមុខវាដាក់ខ្ទិះណាហ្នឹងហើយកុំឲ្យកាលណាពេញហៀទៅខ្ញុំដាក់ប្រហែលប៉ុណ្ណឹងឯងបើបងប្អូនដាក់ពេញហ្នឹងល្មមញ៉ាំណាមកពេលណាបើបងប្អូនដាក់ច្រើនពេកយើងញ៉ាំអត់អស់ទេព្រោះខ្ញុំអត់សូវដូចថាយើងញ៉ាំយើងប្រយ័ត្នដែរញ៉ាំមកល្មមទេណាយើងមិនចេះឃើញថាឆ្ងាញ់ហើយចង្ហុកដាក់ដូចថាប៉ាតយកដូចថាប្រលះមកអស់ដៃ
យើងមិនក្មេងទៀតទេយើងអាយុច្រើនហើយយើងអាចឡើងទឹកនោមផ្អែមណាខ្ញុំអត់មានទេឈាមក៏អត់មានឡើងដែរដល់ម្ល៉េះហើយយើងញ៉ាំយើងត្រូវប្រយ័ត្នប្រយែងមុននឹងវាហួសពេលណាតែញ៉ាំថ្នាំហើយអត់អាចឈប់ញ៉ាំបានទេម្ល៉េះហើយខ្ញុំលៃយ៉ាងម៉េចកុំឲ្យខ្ញុំពិបាកញ៉ាំថ្នាំយើងញ៉ាំមកល្មមហើយផ្អែមក៏មិនឲ្យផ្អែមខ្លាំងផ្អែមល្មមដែរនេះយើងចេះដួសដាក់អញ្ចឹងទៅខ្ទិះខ្ញុំដាក់ខ្ទិះពេលហ្នឹងឲ្យហើយខ្ញុំដាក់ចំហុយខ្ទិះជាមួយនឹងអាចារ្យធំនោះថាសធំនោះខ្ញុំដាក់ខ្ទិះក្រួយពេលឆ្អិនហើយបងប្អូនដាក់ពេលមុនចំហុយក៏បានចំហុយហើយក៏បានដែរឥឡូវយើងមកលាយខ្ទិះយើងស្រូបពីលើម្ដងណានេះខ្ទិះហ្នឹងខ្ញុំប្រើ280ក្រាមដូងកំប៉ុងទូចវានៅសល់តែ250ប៉ុន្តែខ្ញុំថែមទឹក30ក្រាមទៀតដើម្បីឲ្យគ្រប់280ណារសជាតិប៉ុណ្ណឹងបើបងប្អូនដាក់ទឹកតិចរសជាតិអត់ដូចអញ្ចឹងទេបើដាក់ទឹកច្រើនពេករសជាតិក៏អត់ដូចអញ្ចឹងដែរ280ក្រាមទាំងទឹកទាំងខ្ទិះដូងណាហ្នឹងហើយទៅស្ករខ្ញុំដាក់មួយស្លាបព្រាបាយកំប៉ុងដួសបានប៉ុណ្ណាដួសប៉ុណ្ណឹងវា20ក្រាមស្ករណាអំបិលកន្លះស្លាបព្រាកំប៉ុងណាកន្លះស្លាបព្រាកាហ្វេស្ករព្រាបាយអំបិលស្លាបព្រាកាហ្វេកន្លះស្លាបព្រាកំប៉ុងហ្នឹងវា8ក្រាមណា8ទៅ9ក្រាមដាក់ទៅខ្ទិះហ្នឹងទៅហើយកូរវាទៅហើយយើងត្រូវថែមម្សៅនេះទៀតណាយើងកូរស្ករយើងហើយអំបិលហ្នឹងទៅរសជាតិប៉ុណ្ណឹងឯងបើចង់បានប៉ុណ្ណឹងត្រូវដាក់ទឹកប៉ុណ្ណឹងស្ករប៉ុណ្ណឹងអំបិលប៉ុណ្ណឹងស្ករ20ក្រាមមិញណាហើយនឹងអំបិល8ក្រាមទៅ9ក្រាមហើយនេះយើងដួសមកស្លាបព្រាបាយកំប៉ុងមកកំប៉ុងហៀហ្មងដួសបានប៉ុណ្ណាយកប៉ុណ្ណឹងណានេះអីវាអត់សូវពេញទេឃើញទេខ្ញុំនឹងដាក់ឲ្យពេញជាងនឹងទៀតដួសមកកំប៉ុងហ្មង20ទៅ22ក្រាមណាហ្នឹងហើយបងប្អូនខ្ញុំដាក់ដែលរូបបងប្អូនឃើញហ្នឹងខ្ញុំដាក់ច្រើនជាងនឹងតិចខ្ញុំដាក់ប្រហែលជា28វាហឹងខាប់បន្តិចណាចង់ខាប់ប៉ុណ្ណឹងក៏បានដែរប៉ុន្តែខ្ញុំដាក់ទៅ22ឥឡូវឲ្យដាក់ចែកជូនបងប្អូនហ្នឹងណា20ទៅ22ក្រាមណាម្សៅcorn starch ក៏បានម្សៅពោតក៏បានម្សៅខ្សាយក៏បានប៉ុន្តែកុំដាក់ម្សៅឆាណាម្សៅមីក៏អត់អីដែរតែម្សៅឆាតដាក់ទៅតាយណាព្រោះវាស្អិតវាស្វិតណាហ្នឹងហើយយើងកូរវាឲ្យម្សៅនឹងបែកអស់ចាំយកទៅដាក់លើភ្លើងចំអិនវាឲ្យវាឆ្អិនកាលណាឆ្អិនហើយបងប្អូនអត់ចំហុយក៏បានចំហុយក៏បានដែរអាខ្ទិះហ្នឹងណាហ្នឹងហើយនៅពេលដែលយើងចំហុយហើយហ្នឹងបងប្អូនកុំភ័យចាក់ទៅលើទៅអង្គង់តែវាលាយសាច់មួយទេនេះកូរវាចឹងទៅឲ្យវាអស់ដុំណាកុំឲ្យនៅដុំកូរវាលាយម្សៅហើយនឹងមកលាយអំបិលហើយស្ករចឹងទៅណាហ្នឹងហើយកុំឲ្យវានៅម្សៅដុំណាបើមិនចឹងទេវាដុំនៅលើពេលដែលយើងយកវាទៅដាក់លើភ្លើងចំអិនវាដុំណានេះបើកភ្លើងខ្លាំងអូខេបើកភ្លើងខ្លាំងមែនតើលេខ9ទៅណាហ្នឹងហើយកុំដើរចោលខ្ញុំដើរចោលមិញហ្នឹងចាំមើលទៀតខ្ញុំនៅកាពេលថតវីដេអូហ្នឹងខ្ញុំដើរចោលវាដល់ពេលខ្ញុំត្រឡប់មកវិញវាដុំណាឥឡូវបងប្អូនកុំដើរចោលកុំធ្វើដូចខ្ញុំណាហ្នឹងហើយកុំដើរចោលឲ្យសោះនៅកូររហូតណាកុំលែងកូរដើម្បីឲ្យវាឆ្អិនស្មើគ្នាវាអត់ដុំណាខ្ញុំមកឡើយដើរទៅយកអីមិញហ្នឹងឥឡូវទៀតចាំមើលឃើញហើយនេះនៅកូរអញ្ចឹងរហូតកុំដកនេះឃើញទេខ្ញុំដើរចោលដល់មកវិញវាដុំអញ្ចឹងឃើញទេឥឡូវយើងត្រូវកូរវាឲ្យអស់ដុំយើងបើកបន្ថយភ្លើងមកនៅលេខ5វិញណាបន្ថយភ្លើងមកនៅលេខ5ដល់ពេលវាខាប់ប៉ុណ្ណឹងហើយណាឥឡូវហ្នឹងខ្ញុំកូរបំបែកវិញព្រោះខ្ញុំឥឡូវដើរចោលវាមិនហ្នឹងកុំដើរចោលនេះឥឡូវនេះវាលាយណាលាយហើយកាលណាយើងកូរបន្តិចទៅយើងឃើញវាភុចមកបានយើងបិទភ្លើងណាតិចទៀតវាចេញភុចអញ្ចឹងណាវាចេញភុចអញ្ចឹងបងប្អូនបិទភ្លើងបានហើយអូខេឆ្អិនហើយយើងញ៉ាំទាំងអញ្ចឹងក៏បានដែរបើម្សៅនឹងឆ្អិនខ្ទិះនឹងឆ្អិនហើយណាហើយរសជាតិប៉ុណ្ណឹង280ក្រាមខ្ទិះដូងអំបិលកន្លះស្លាបព្រាកាហ្វេកំប៉ុងណា8ទៅ9ក្រាមស្ករមួយស្លាបព្រាបាយកំប៉ុង20ក្រាមណាហើយម្សៅមួយស្លាបព្រាបាយកំប៉ុងដួសបានប៉ុណ្ណា20ទៅ22ក្រាមណានេះឥឡូវយើងយកមកដួសដាក់លើអានេះហើយយើងចំហុយព្រោះល្ពៅហ្នឹងអត់តន់ឆ្អិនទេណាយើងចង់ចំហុយពេលហ្នឹងក៏បានយើងចង់ឆ្អិនហើយដួសដាក់ក៏បានស្រេចចិត្តយើងណា
នៅពេលដែលនំយើងឆ្អិនភ្លាមហ្នឹងវាក្តៅដូចយើងធ្វើនំអាកោចឹងអាកោខ្ទិះណាបើបងប្អូនយកទៅដាក់វាចំហុយប៉ុន្តែអាកោខ្ទិះអត់អាចចំហុយទេចំហុយរៀបនំណាតតែយកចេញមកឲ្យសិនចាំដាក់ពីលើណាគង់វាខំបញ្ចូលគ្នាទេនំហ្នឹងវាខំចូលគ្នាហើយនៅពេលដែលសាច់នំយើងហ្នឹងវាក្តៅវាខំចូលគ្នាហើយម្សៅហើយនំហ្នឹងសាច់នំហ្នឹងណាហ្នឹងហើយពេលយើងកាត់ទៅអត់រហូតពីគ្នាទេបងប្អូនកំភៃឥឡូវអាធំយើងនេះបានកន្លះម៉ោងហើយ30នាទីឆ្អិននេះ30នាទីឆ្អិនហើយយើងដាក់អាទូចចំហុយម្ដងចាំយើងចាក់ខ្ទិះទៅលើអាថាសនឹងវិញណាខ្ញុំទាញអាប្រាប់ចាប់នេះស្រុកចាប់ដើម្បីកុំឲ្យលាកដៃកុំឲ្យបាក់ពាក់សុំដៃហ្នឹងហើយចាប់វាដាក់ម្ដុំយើងដាក់អាទូចចំហុយអាទូចហ្នឹងខ្ញុំចំហុយទៅ16ទៅ17នាទីទេណា15នាទីកុំអីដែរថា16 17នាទីចុះណាចង់ឲ្យល្ពៅយើងវាលួយវាឆ្អិនណាហ្នឹងហើយឥឡូវយើងដាក់វាចំហុយណាទឹកយើងពុះហើយចាំដាក់ចំហុយណាហ្នឹងហើយឥឡូវនេះឃើញទេឃើញក្តៅហុយទេកាលណាក្តៅហុយអញ្ចឹងណាយើងយកខ្ទិះយើងមកស្រូបពីលើមកប៉ាតពីលើទៅនៅពេលដែលនំនឹងត្រជាក់មែនតើណាគឺខ្ទិះនឹងខំជាប់ជាមួយនឹងសាច់នំហ្នឹងហើយតើបងប្អូនកាត់ក្រោយក៏ខ្ទិះនឹងអត់របូតដែរណាដោយអាកោត្នោតចឹងខ្ញុំធ្វើអាកោត្នោតខ្ញុំធ្វើខ្ទិះហ្នឹងប៉ុន្តែរាវជាងហ្នឹងអត់ខាប់អញ្ចឹងទេអានេះវាខាប់បន្តិចចុះពីព្រោះនំយើងវារឹងដែរណាហ្នឹងហើយប៉ុន្តែបងប្អូនដាក់រង្វាល់តាមដែលខ្ញុំជម្រាបបងប្អូនហ្នឹងទៅអត់ខាប់ទេអានេះខ្ញុំដាក់លើសហ្នឹងបន្តិចវារៀងខាប់ណាប្រមាថបងប្អូនកូពេលកូម្ល៉េះហើយខ្ញុំឲ្យបងប្អូនធ្វើឲ្យរៀងរាវជាងហ្នឹងបន្តិចខ្ញុំដាក់ចំនួនទៅ20ទៅ22ក្រាមទេម្សៅហ្នឹងហើយម្សៅឆាអត់ដាក់បានទេម្សៅពោតម្សៅខនសាច់ដាក់បានម្សៅឆាម្សៅមីដាក់បានម្សៅបង្កយើងហ្នឹងម្សៅខ្សាយយើងដាក់បានណា rice flour ដាក់បានណាប៉ុន្តែកុំដាក់ម្សៅឆាវាស្វិតเป็นតែងណាហ្នឹងហើយកូរវាស្មើទៅដល់ពេលវាត្រជាក់ខ្ទិះហើយនឹងនំហ្នឹងខំជាប់គ្នាហើយអត់រហូតពីគ្នាទេពេលដែលបងប្អូនកាត់ណាបើបងប្អូនចង់កាត់ឲ្យនំនឹងរឹងបងប្អូនត្រូវដាក់180ទៅ200ក្រាមប៉ុន្តែទឹកក៏ត្រូវថែមឲ្យស្មើនឹងម្សៅនឹងដែរណាហ្នឹងហើយទឹកខ្ទិះហ្នឹងណាចង់ដាក់ទឹកពាក់កណ្ដាលខ្ទិះពាក់កណ្ដាលអត់អីដែរនេះដល់ពេលហើយយើងប៉ាតហើយវាអញ្ចឹងរូបភាពណាហ្នឹងហើយយើងទុកវាត្រជាក់ឥឡូវវាអត់ទាន់ត្រជាក់ទេណាឥឡូវនេះនំយើងអាទូចហ្នឹងឆ្អិនហើយនេះ6ទៅ10នាទីណាខ្ញុំចំហុយឃើញទេឆ្អិនហើយដូចតែគ្នាទេដាក់មុនដាក់ក្រោយមិនក៏បានដែរខ្ទិះហ្នឹងអូខេហ្នឹងហើយឥឡូវហ្នឹងទុកវាត្រជាក់ណាទុកវាត្រជាក់សិនបានញ៉ាំបានបើបងប្អូនចង់ញ៉ាំទាំងក្តៅក៏អត់អីដែរណាបើចូលចិត្តក្តៅបងប្អូនអាចដាក់ទូទឹកកកយកមកញ៉ាំត្រជាក់ឆ្ងាញ់ញ៉ាំទាំងក្តៅក៏បានញ៉ាំត្រជាក់ក៏បានហើយបើថាអត់ចង់ញ៉ាំត្រជាក់ទេកម្ដៅ microwave ទៅពេលដែលយើងទូទឹកកកដាក់ទូទឹកកកបាន 4-5 ថ្ងៃមួយអាទិត្យអីដែរណាហ្នឹងហើយកុំតែយកវែកប្រេះប្រាស់ទៅលុកលុយវាអានេះថាសនេះខ្ញុំធ្វើឲ្យខ្ញុំដាក់សែនខ្ញុំដួសចែកគេឯងនេះឃើញទេវាអត់ទាន់ត្រជាក់ឯណាវានៅក្តៅឯណានេះឃើញទេនៅក្តៅឯ35 7-10នាទីក្រោយមកដែលខ្ញុំធ្វើអាកូនទុយនឹងហើយប្រហែល20នាទីហ្មងយកចាញ់យកអីហ្នឹងវានៅតែក្តៅនឹងឯងទុកតពី2ម៉ោងតវាត្រជាក់ឥឡូវហ្នឹងគ្រួសារខ្ញុំគេចង់ភ្លក់ទាំងក្តៅអូខេដល់ពេលក្តៅអញ្ចឹងបងប្អូនអាចកាត់បានទេអូខេតលតែយើងត្រជាក់បានកាត់បានណាឥឡូវវានៅក្តៅឯនេះត្រឹមតែ20នាទីឯងយើងដួសញ៉ាំបានហើយឃើញទេយើងចង់បានល្ពៅច្រើនបើសិនណាជាបងប្អូនអត់ចង់បានល្ពៅច្រើនបងប្អូនត្រូវដាក់ម្សៅ 20% 200ក្រាមទៅហើយទឹកខ្ទិះ200ក្រាមដែរណាដូចខ្ញុំជម្រាបចឹងបើបងប្អូនដាក់តែម្សៅសុទ្ធវារឹងនំយើងហើយណាពីព្រោះអីទឹកតិចពេកទឹកហើយនឹងម្សៅស្មើគ្នាណានេះឥឡូវនេះវារៀងតិចបន្តិចខ្ញុំដួសមើលអាមួយនោះខ្ញុំកាត់បានឃើញទេអាជ្រុងខ្ញុំកាត់ពីថាសធំណាកាលណាវាតិចយើងកាត់វាបានហើយអានេះវាតិចហើយក៏ប៉ុន្តែវាល្ពៅច្រើនវាជាប់អញ្ចឹងហើយយើងចង់បានល្ពៅច្រើនឥឡូវយើងចូលចិត្តអញ្ចឹងបើយើងអត់ចង់បានល្ពៅច្រើនណានំនឹងអត់ជាប់ចាននេះអត់ល្ពៅច្រើនម្សៅច្រើនណានំនឹងអត់ជាប់ចានទេរបូតដូចនំអាកោអញ្ចឹងអានេះមកពីយើងល្ពៅច្រើន
ម្សៅតិចពេកម្សៅ 15% ទេអូខេគេធ្វើលក់គេដាក់ពាក់កណ្ដាលម្សៅ 50% 500 ក្រាមឯណោះហ្នឹងហើយដល់ពេលយើងធ្វើញ៉ាំខ្លួនយើងចង់ញ៉ាំល្ពៅច្រើនយើងចង់អត់ចង់ញ៉ាំជាតិម្សៅច្រើនព្រោះវាធ្វើឲ្យយើងធាត់អូខេអត់បានកាយបានធាត់ទេនេះហើយឃើញទេនំល្ពៅនំកូរមិនបាច់ឈរកូរឲ្យហត់ទៀតកូរតែ5នាទីហើយដាក់ចំហុយចោលទៅនេះឃើញទេឃើញកាត់បានទេអានោះកាត់បានយកវែកយកក្បាត់កាត់ទៅហើយជោគវាទៅមានអាវែកគេសម្រាប់ជោគហ្នឹងហើយនេះឃើញទេឆ្ងាញ់ណាស់បងប្អូនឆ្ងាញ់ប្លែកខ្ញុំមិនដែរចូលចិត្តល្ពៅទេប៉ុន្តែខ្ញុំញ៉ាំអាហ្នឹងជក់ចិត្តខ្ញុំចូលចិត្តធ្វើអាហ្នឹងឥឡូវហ្នឹងកាលណាចង់ញ៉ាំល្ពៅខ្ញុំធ្វើរបៀបហ្នឹងឯងបើបងប្អូនចង់ដាក់ខ្ទិះអត់ចង់ដាក់ទឹកខ្ទិះនៅក្នុងនំក៏មិនបាច់ដាក់ទេដាក់ទៅពីលើចឹងទៅវាមានជាតិប្រៃឡមតិចធ្វើឲ្យមានរសជាតិឆ្ងាញ់ណាហ្នឹងហើយឥឡូវរួចរាល់ហើយណាបងប្អូនមកឆ្លៀតបានធ្វើមួយចង់ដាច់ខ្យល់ពីព្រោះអីវារវល់ពេកការងារណាហ្នឹងហើយឥឡូវរួចហើយណាបងប្អូននំនេះឆ្ងាញ់ណាបងប្អូនឆ្ងាញ់ប្លែកខ្ញុំសឹងមិនជឿខ្លួនឯងថានំនេះឆ្ងាញ់ដល់ប៉ុណ្ណឹងណាព្រោះដូចខ្ញុំជម្រាបបងប្អូនចឹងខ្ញុំអត់ចូលចិត្តល្ពៅសោះប៉ុន្តែឥឡូវហ្នឹងពេញចិត្តល្ពៅមែនតែនឥឡូវរួចរាល់ហើយបងប្អូនចូលចិត្តមកមុខហ្នឹងចែកចាយគ្នាមើលទៅណាហើយសូមថែរក្សាសុខភាព Take care yourself Thank you for watching